ឈើដែលឈររាប់រយពាន់ឆ្នាំត្រូវបានបំផ្លាញត្រូវបានខំតិចហេងហើយខ្លោចផ្សាគួរឲ្យអនិច្ចាណាតើអ្នកណាប៉ះបើឡើងវិញធម្មជាតិដែលធ្លាប់តែស្រស់បំព្រងឲ្យលើប្រែជារហៅឋានសត្វព្រៃដែលធ្លាប់ជ្រកកោនយ៉ាងសុខសាន្តប្រែជាហួតហែងតើអ្នកណាប៉ះបើឡើងវិញបានឡើយវាជាជីវិតរបស់អ្នកបំផ្លាញវានឹងបំផ្លាញអ្នកវាជាអ្វីគ្រប់យ៉ាងដាំឡើងវិញអ្វីនឹងស្រស់បំព្រងអ្នកបំផ្លាញវានឹងបំផ្លាញ